តើគ្នាតើអ្នកណាជាអ្នកកំណត់ថារូបបែបមិនស្អាតគឺជាការយកច្រឡំដ៏ខុសដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍពណ៌របស់យើងឧទាហរណ៍ខ្ញុំនិយាយថាអ្នកទាំងអស់គ្នាមួយចំនួនតែងតែរៀងខ្ទប់នឹងការអភិវឌ្ឍជំនាញឧទាហរណ៍ថា shadow អញ្ចឹងយើងរវល់តែភ័យខ្លាចថាបើកតិចពេកវាមិនស្អាតបើកខ្លាំងពេកវាផ្សែងវាអីក៏ប៉ុន្តែអាស្តង់ដារអស់ហ្នឹងអត់មានអ្នកណាអ្នកកំណត់ទេអញ្ចឹងបើយើងរវល់ថាជាប់នឹងវាថាត្រូវបើកបណ្ណាល្មមខ្លាចតែមនុស្សមិនភ្លឺខ្លាចតែមនុស្សស្ទើអញ្ចឹងរវល់តែជាប់នៅនឹងអត់ទៅមុខទេ highlight ខ្លាចដកពេកអត់ស្អាតខ្លាចបើកពេកវាមិនវាអាស្រ័យទៅតាមរូបក៏ប៉ុន្តែស្តង់ដារយើងអ្នកកំណត់ខ្លួនយើងនឹងវាអត់មានស្អីមក perfect ឥតខ្ចោះអានឹងវាអាស្រ័យលើយើងគិតទេខ្ញុំកែរូប10ឆ្នាំជាងហ្នឹងអ្វីដែលបើមានពេលត្រឡប់មកក្រោយវិញខ្ញុំចង់ធ្វើអីដែលខ្ញុំចង់ធ្វើយើងធ្វើពណ៌ណាដែលយើងចង់ធ្វើយើងអត់បាច់ទៅខ្វល់ច្រើនអញ្ចឹងដូច color ខ្ញុំធ្វើជាងខ្ញុំមិនដែលចង់ preset ទុកទេដោយសារតែមួយរូបទៅមួយរូបខ្ញុំដោះដូររហូតឧទាហរណ៍ថារូបរូបនឹងគិតថាក្រហមពេកក៏វាមិនត្រូវអញ្ចឹងយើងអ្នកហ៊ានបើយើងអត់ហ៊ានគឺនៅតែប៉ុណ្្នឹងជាពិសេសភាពដិតភាពអីបើសិនជាយើងនៅតែអត់ហ៊ានគឺនៅតែអត់ហ៊ានអញ្ចឹងឧទាហរណ៍ថា background ខាងក្រោយនេះយើងចង់ដិតបណ្ណាបណ្ណៃយើងចង់ស្រាលយើងចង់ដិតខ្លាំងយើងចង់ដិតបៃតងចាស់បៃតងខ្ចីហើយយើងរវល់តែអត់ហ៊ានគឺនៅតែប៉ុណ្្នឹងអញ្ចឹង tip ថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេចង់និយាយថាស្តង់ដារគឺយើងអ្នកកំណត់ខ្លួនយើងអ្នកបង្កើតគុំរវល់ទៅជាប់ថាបណ្ណាដែលវាឥតខ្ចោះពេកតែយើងរវល់ទៅជាប់ឥតខ្ចោះពេកគឺយើងអត់ទៅមុខទេអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងជាគំនិតបន្តិចបន្តួចដែលខ្ញុំអាចចែកបាន